របៀបដំឡើង font ខ្មែរលើ CapCut ដើម្បីងាយស្រួលវាយនៅក្នុង Google យើងដាក់ថា Google font យើងវាយ Google font យើងមកដើម្បីយើងកុំឲ្យវាលោតអក្សរពីមុនយើងចូលតាម lemon កែតម្រូវពិបាកឥឡូវយើងវាយ Google font ហើយយើង search ដាក់ថាខ្មែរដាក់ខ្មែរយើងមកនៅពេលអក្សរដែលយើងយកមកវាយហ្នឹងវាលែងលោតជើងឬក៏ convert ទៀតដែរបាទមាន font ច្រើនយើងឃើញមានកន្ត្រកនឹងលើមួយនេះវាមានចំនួនដែលយើងត្រូវដាក់អញ្ចឹងយើងមើល font ណាយើងពេញចិត្តយើងចុច get វាអស់មកហើយវាលោតចូលក្នុងកន្ត្រកហ្នឹងហើយនៅពេលបានគ្រប់ចាំយើង down វាតា download all ម្ដងមកវាបានសម្រាប់ទេអញ្ចឹងយើងត្រឡប់ក្រោយទៅមកណាយើងរក font ដែលយើងចង់បានខ្ញុំយក font Moonlight font នេះយើងគិតថាយើងប្រើប្រាស់ទៅវាស្អាតណាអញ្ចឹងយើងរើស font តាមតម្រូវការយើងមកពីមុនយើងចូលទៅ Lemon ទៅ font ទៅ font convert មក Lemon ណាចង់ភ្លេចឈ្មោះបងប្អូនបាទ Unicode បាទ font Unicode ហើយបានទៅ convert ទៅជា Lemon យើងគេប្រើកម្មវិធីហ្នឹងណាប៉ុន្តែឥឡូវអត់ពិបាកទេបងប្អូនឥឡូវយើងចូលទៅ Google ឲ្យខ្ញុំជំរាបជូនពីដើមហ្នឹងបងប្អូនបានរើសឲ្យបានគ្រប់អក្សរមកយកបានទាំងអស់ហ្នឹងក៏បានដែរតែខ្ញុំយកតែ3 font ទេយកមកប្រើប្រាស់ហើយសារតម្រូវការអក្សរ3ហ្នឹងវាមានអក្សរពុំអក្សរអីចឹងណាអញ្ចឹងបងប្អូនចុចទាញយកមកនៅវា download មកបាន3ហ្នឹងហើយនៅក្នុងទូរស័ព្ទខ្ញុំវាចេញពី extra ហ្នឹងក៏ហ្នឹងបងប្អូនបាទខ្ញុំចុចលើអាហ្នឹងមកដើម្បីវាពលា file វាជាធម្មតា file មក file zip ទេហើយបងប្អូនអាចដូរឈ្មោះនៅក្នុងទូរស័ព្ទបងប្អូនក៏បានឬក៏មិនបាច់ដូរក៏បានដែរយកឈ្មោះហ្នឹងទៅប៉ុន្តែខ្ញុំដើម្បីចំណាំខ្ញុំកុំឲ្យច្រឡំឈ្មោះច្រើនខ្ញុំសេថ្មីទៅដាក់ខ្មែរ font មកដើម្បីឲ្យយើងបើកទៅដឹងថាហ្នឹងជា font ថ្មីរបស់យើងហើយយើងចុច extract វាមកដើម្បីពលាវាបើសិនជាក្នុងកុំព្យូទ័រវាជា file zip បាទយើងបាន3ហើយអញ្ចឹងនៅពេលយើងបានអាហ្នឹងហើយយើងចូលទៅមកកុំទូរស័ព្ទយើងវិញចូល CapCut មកបាទចូលកម្មវិធី CapCut មកហើយ CapCut យើងវាមានពាណិជ្ជកម្មអញ្ចឹងហើយយើងចូលទៅក្នុងវីដេអូយើងដើម្បី edit អានេះខ្ញុំចូលវីដេអូខ្ញុំបានកែ font បទចម្រៀងនេះខ្ញុំធ្វើតេស្តហ្នឹងហើយបងប្អូនអាចលេង style បានច្រើនហើយបាទឥឡូវយើងបានមក font យើងហើយឥឡូវខ្ញុំសាក់កែបងប្អូនឃើញពីអ្វីដែលយើងបានធ្វើមិញហ្នឹងអញ្ចឹងយើងចូល text មួយមកហើយយើងចូលពាក្យថា font ដើម្បីយើងបាន font យើងបាទហើយ my font ឬក៏ font ហ្នឹងពីមុនខ្ញុំមាន font ពី Google ស្រាប់ 4-5 font ដែរប៉ុន្តែអាហ្នឹងវាអត់មាន style អីទេពីគ្រាន់តែជា font សរសេរបានពេញជើងពេញដៃតែនេះខ្ញុំឲ្យគំរូមើលហ្នឹងគឺជា font ដែលខ្ញុំយកពី Google ដែរប៉ុន្តែវាអាចមាន style ដូចជា font ខ្មែរជាងទេឥឡូវខ្ញុំបានចូលពី upload មកបាទនេះ font ដែលខ្ញុំបានទាញមកមិញបងប្អូនចូល download ហើយមាន font ខ្មែរ font ចូល folder ហ្នឹងមកហើយមាន Moonlight មាន Coolen ហ្នឹង 3 font លើហ្នឹងខ្ញុំយកមកហើយចុចមកវាចូលហើយឥឡូវខ្ញុំធ្វើតេស្តបងប្អូនឃើញខ្ញុំសរសេរអីមួយចឹងណាហើយនេះខ្ញុំធ្វើជំនាញក្រៅអូខេដែលមានអក្សរ title នៅលើហ្នឹងអញ្ចឹងបាទធ្លាក់ខ្យល់ពីជើងខ្ញុំសេធ្លាក់ខ្យល់ពីជើងមួយបាទនេះយើងវាយអក្សរតាមហ្នឹងទៅបងប្អូនវាងាយស្រួលត្រង់ថានៅពេលយើងវាយ font ខ្មែរយើងមិនបាច់ទៅ convert ពីខ្មែរ Lemon ទេពីមុនយើងចូលទៅ Lemon ឲ្យវាលោតទៅជា Lemon ណាឥឡូវនេះខ្ញុំដូរឃើញធ្លាក់ខ្យល់ពីជើងអញ្ចឹងវាដូរមក font ហ្នឹងវិញហើយអញ្ចឹងឥឡូវខ្ញុំសរសេរមក style ទៀតជូនបងប្អូនបាទចូល font add font ចូលបន្តមកបាទ upload font យើងមិនមាន3ហ្នឹងបាទយើងត្រឡប់ក្រោយវិញមកបាទ font style ថ្មីមួយទៀតអញ្ចឹងបងប្អូនចង់បាន font អីយក font ហ្នឹងមកបាទ CapCut វាមានពាណិជ្ជកម្មអញ្ចឹងរហូតនេះបងប្អូនអញ្ចឹងបងមាន app ថ្មីទៀតច្រើនណាស់ក្រៅពី CapCut ប៉ុន្តែខ្ញុំពន្យល់ទៅលើ CapCut សិន
អញ្ចឹងបងប្អូនយក style អីក៏បានដែរបាទ font នេះខ្ញុំvoice សំឡេងទៅហ្មងលាក់ខ្យល់ឲ្យត្បូងអញ្ចឹងទៅហើយបងប្អូនយកសិនគេចេញ font មកគឺជា font បែបផ្លូវការរបស់យើងតែហ្មងហើយវីដេអូមកនេះខ្ញុំបានធ្វើជា font ដែរ font មកពី Google នៃ Google ដែរឥឡូវខ្ញុំបាន font ពុំអក្សរ font របស់ខ្មែរយើងស្អាតហើយអញ្ចឹងវីដេអូយើងព្យាយាមកាត់ឲ្យបានស្អាតជាងនេះទៅទៀតហើយចង់ជំរាបជូនបងប្អូនដែរនៅក្នុងវីដេអូនេះមានខ្យល់ត្បូងអញ្ចឹងទៅបងប្អូនអាចធ្វើបានហើយនេះជាបទចម្រៀងដែលខ្ញុំធ្វើអញ្ចឹងមានអាថាប់ថៃថមានអីអញ្ចឹងមកព្យាយាមវាយអក្សរមួយបងដើម្បីផ្គុំគ្នាតែបានជាខារ៉ាអូខេមួយបទស្អាតនេះផ្គុំអញ្ចឹងមកលើក្រុមអញ្ចឹងមកអញ្ចឹងបងប្អូនបានវីដេអូមួយដែលអានេះអក្សរពុំដែលខ្ញុំយកពី Google ទេវាតដាក់ពុំថ្មីណាហើយយើងធ្វើម្ដងមួយហើយយើង copy duplicate វាទៅបានហើយឥឡូវខ្ញុំសាក់ play វាដើមបាទanimation ហ្នឹងanimation load អស់ហ្នឹងបងប្អូនអាចមើលនៅក្នុង style បងប្អូនអាចធ្វើបានដែរខ្ញុំនឹងបង្ហាញវីដេអូនៅក្នុងចុងតិចពីរបៀបធ្វើវាអញ្ចឹងបងប្អូនអាចមើលតិចបាទជាលទ្ធផលខ្ញុំនឹងទម្លាក់វីដេអូនៅឲ្យបងប្អូនមើលតពីលទ្ធផលខ្ញុំបានកាត់វីដេអូនឹងអញ្ចឹងបងប្អូនចាំមើល style វីដេអូដែលខ្ញុំបាន